ជំរាបសួរលោកគ្រូក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំលើកយក topic មួយគឺ PP network PP comment ដែលខ្ញុំមាន requirement ចំនួន3ដែលលើកមកយកបង្ហាញនៅថ្ងៃហ្នឹងទី1គឺពាក់ព័ន្ធទៅនឹងការ show username ទី2យើង list យកតែ3 line ទេនៅក្នុង list របស់យើងហើយចំណុចទី3គឺ create file ហើយនិង write file កន្លែងនេះយើងអាចប្រើ Vim ក៏បានយើងប្រើ Nano ក៏បានដែរចឹងដោយយើងប្រើប្រាស់ទៅលើ SSH នៅក្នុង PowerShell ចំណុច SSH ហ្នឹងក៏ខ្ញុំបាននិយាយម្ដងហើយគឺពាក់ព័ន្ធទៅនឹង video SSH ហ្នឹងដែលយើងប្រើប្រាស់ command SSH connect ទៅកាន់ PowerShell ដោយយើងវា IPA នៅក្នុង virtual box នៅក្នុង Linux របស់យើងហ្នឹងដែលវាចាប់យក IP address ដែលយើងអាចធ្វើការ connect បានចឹងចំពោះចំណុចទី1គឺ show username ចឹង show username យើងគ្រាន់តែវា command who am I ចឹងវានឹងបង្ហាញនៅឈ្មោះម៉ាស៊ីនរបស់យើងគឺម៉ាស៊ីនរបស់ខ្ញុំគឺភក្ត្រីចឹងវាបង្ហាញឈ្មោះម៉ាស៊ីនរបស់ខ្ញុំចំពោះចំណុចទី2គឺ list and text 3 line អញ្ចឹងយើងដើម្បីចូលទៅកាន់ចំណុចហ្នឹងបានយើងគ្រាន់តែ list មើលថាតើរបស់យើងមានអីគេខ្លះខ្ញុំ list មកខ្ញុំឃើញតន័យរបស់ខ្ញុំមានប៉ុណ្ណាមួយម្យ៉ាងវិញទៀតយើងអាចធ្វើការវាយ command ls.lx ដើម្បីងាយស្រួលក្នុងការមើលតើ file របស់យើងមានអីគេខ្លះហើយមានជួរទីប្រមាណអញ្ចឹងវាងាយស្រួលក្នុងការឆែកហើយក៏វាអាចបញ្ជាក់នៅ k កបៃនៅក្នុងហ្នឹងផងដែរដូចរបស់ខ្ញុំអញ្ចឹងគឺ 4.0k ចំពោះចំណុចទី3វិញពាក់ព័ន្ធនឹងការ create file ហើយនិង write file អធិស្ឋានចំពោះចំណុចទី2ខ្ញុំធ្វើការចាប់យកតែ head ដក3ខាងលើឯងអញ្ចឹង ls.lx nl head ដក3អញ្ចឹងវាបង្ហាញនៅ list នៅខាងលើចំនួន3ដោយវាចាប់យកចំនួនតែ3 line ទេដោយយើងប្រើប្រាស់ទៅលើ head ដក3បន្ទាប់មកទៀតយើងចូលទៅកាន់ចំណុចរបស់យើងវិញគឺពាក់ព័ន្ធទៅនឹងការ create file ហើយនឹង write file កន្លែងហ្នឹងយើងអាចប្រើប្រាស់ Nano ក៏បានប្រើ Vim ក៏បានដែរចំពោះលក្ខខណ្ឌអ្នកដែលអត់មាន Vim យើងអាចប្រើប្រាស់ command sudo apt install vim អញ្ចឹងនៅក្នុងលក្ខខណ្ឌដែលយើងអត់មានម៉ាស៊ីនរបស់យើងអត់មាន Vim យើងអាចវា command ហ្នឹងបានយើងវាយ Vim មកហើយឈ្មោះ file របស់យើងដូចរបស់ខ្ញុំគឺ testing.txt គឺវាមានអត្ថប្រយោជន៍ល្អគឺនៅពេលដែលយើងវាយ Vim ហើយយើងទៅសេ write file នៅក្នុងហ្នឹងហើយវាបង្កើត file automatic ឲ្យយើងអញ្ចឹង Vim យើងអាចចូលមកកាន់ Vim បានហើយតទៅយើងចូលទៅកាន់ Vim យើងអាចធ្វើការ write file នៅក្នុងហ្នឹងបានអញ្ចឹងខ្ញុំធ្វើការ write នៅ file មួយចំនួននៅក្នុង Vim របស់ខ្ញុំដើម្បីងាយស្រួលក្នុងការឆែកចំណុចបន្ទាប់គឺយើងចាប់យកតែផ្នែកមុខផ្នែកខាងក្រោយហើយនិងផ្នែកកណ្ដាលអញ្ចឹងតិចទៀតខ្ញុំនឹងបង្ហាញអញ្ចឹងបន្ទាប់ពីខ្ញុំវារួចហើយអញ្ចឹងយើងដើម្បីចាក់ចេញពីវាបានយើងគ្រាន់តែចុច escape ហើយយើងវាយចុច key C.2 WQ មានថា cell ឲ្យចាក់ចេញ W cell Q ចាក់ចេញយើង enter មកនោះវានឹងចាក់ចេញពី Vim ទៅកាន់ម៉ាស៊ីនរបស់យើងវិញដើម្បីឆែកថាតើយើងមានអត់នៅក្នុង directory របស់យើងហ្នឹងនៅក្នុង file របស់យើងហ្នឹងមានអីអត់ពេលដែលយើង save មិញហ្នឹង Vim មិញហ្នឹងយើងប្រើប្រាស់ទៅលើ command cat testing.txt មកវានឹងបង្ហាញនៅ text ដែលយើងទៅ save មិញនៅក្នុង Vim មិញហ្នឹងគឺខ្ញុំទៅ save ពី line 1ដល់ line 10អញ្ចឹងមួយទៀតគឺយើងបង្ហាញនៅ line ខាងលើចំនួន3ដែលយើងប្រើប្រាស់ command cat testing.txt ហើយដូចទៅផ្នែកខាងលើរបស់យើងទៅសេមិញដែរហ្នឹងគឺ /nl/head.3 nl ហ្នឹងមានន័យថាតម្រៀបជួរឲ្យងាយស្រួលការមើលហ្នឹងអញ្ចឹងយើងឃើញថាវាបង្ហាញនៅ line ចំនួន3ដែលយើងទៅសេមិញហ្នឹងវាចាប់យកតែ head.3 ទេនេះ line របស់យើងមាន10អញ្ចឹងវាចាប់យកតែ3បន្តមកទៀតគឺខ្ញុំចង់បង្ហាញទៅលើចំណុចចុងក្រោយគឺផ្នែកខាងក្រោយ
prepare comment ដែរទេដែលយើងគ្រាន់តែផ្លាស់ប្ដូរនៅផ្នែកខាងមុខបន្តិចទេ prepare ទៅលើ comment cat ដែរគឺ testing.tt/nl/thol13 អញ្ចឹងវាបង្ហាញនៅចំណុចline ចុងក្រោយរបស់អស់ហ្នឹងគឺចំនួន3គឺ8 9 10 line 8 9 10អញ្ចឹងបន្ទាប់ពីយើងទៅសេបានជោគជ័យហើយខ្ញុំចង់ឆែកក្នុងលក្ខខណ្ឌចាប់យកផ្នែកនៃកតាលតួអក្សររបស់យើងហ្នឹងគឺ line របស់ខ្ញុំចង់បានពី4ទៅដល់7អញ្ចឹងយើងអាចប្រើប្រាស់ comment ដែរគឺ cat testing.tt ដល់យើងប្រើប្រាស់ /nl ដែរ /sit ហើយយើងប្រើប្រាស់ .n គឺអត់តបង្ហាញអីទាំងអស់តមកទៀតយើងចុចយើង apostrophe 2នឹងមកហើយយើងវាយនៅក្នុង line នេះយើងចង់បានទីប្រមាណដូចខ្ញុំដាក់ទី4ដល់ទី7ហើយយើងវាយ p ពីក្រោយគឺមានន័យថា p ហ្នឹងគឺតំណាងឲ្យ print អញ្ចឹងយើង print យកតែផ្នែកនៃកតាលគឺទី4ដល់ទី7ទេ line របស់យើងហ្នឹងយើងឃើញថាអញ្ចឹងយើងទទួលបានទី4ដល់ទី7បានជោគជ័យហើយអញ្ចឹងចំពោះ comment របស់យើងមានប៉ុណ្្នឹងទេគឺ head thol ហើយនិង sit អញ្ចឹងបន្ទាប់ពីយើងទៅសេហើយគឺចំពោះចំណុចទាំងអស់ហ្នឹងគឺខ្ញុំមានប៉ុណ្្នឹងទេសូមអរគុណហើយសង្ឃឹមអ្នកទាំងអស់គ្នាអនុវត្តបានដូចខ្ញុំដែរអរគុណ